ជំរាបសួរបងប្អូនយើងទាំងអស់គ្នាថ្ងៃនេះដែរបាទម៉ូតពិសេសបាទគាត់បានយកបន្លែគ្រប់មុខដូចជាបាទមឹកបាទគាត់យកមកឲ្យឆាឲ្យគាត់បងប្អូនទាំងអស់គ្នាហ្នឹងហើយសម្រាប់ម៉ូតពិសេសខ្ញុំនេះដែរគឺថាតាំងពីខ្ញុំលក់មកគឺថាតែងតែមានវត្តមានគាត់ណាយកអីឲ្យខ្ញុំឆាឲ្យបងប្អូនទាំងអស់គ្នាហើយខ្ញុំក៏មិនដែលនឹងយកលុយគាត់ដែរហើយថ្ងៃនេះដែរបាទគាត់ចូលផ្សារអញ្ចឹងទៅបាទគេឲ្យបន្លែក៏ដូចជាបាទឲ្យគ្រឿងសមុទ្រគាត់អញ្ចឹងបាទគាត់យកមកឲ្យខ្ញុំឆាឲ្យដំបូងឡើយមិនចង់ឆាទេបងប្អូនទាំងអស់គ្នាដោយសារថាខ្ញុំកំពុងតែរវល់ឆាបាយអញ្ចឹងដោយសារថាមួយរយៈនេះបាទលូកម្នាក់ឯងបងប្អូនទាំងអស់គ្នាហ្នឹងហើយអត់មានអ្នកជួយអញ្ចឹងទៅមហូបកំងខ្ញុំអត់បានទទួលធ្វើទេហ្នឹងហើយតែដោយសារថាគាត់ថាអីទេគាត់ចាំអញ្ចឹងទៅខ្ញុំក៏ធ្វើឲ្យគាត់ទៅហើយគាត់យកមកទុកយូរតែបងប្អូនទាំងអស់គ្នាបាទទុកប្រហែលជា2ម៉ោងហើយនេះដែរបាទមឹកបាទគេឲ្យគាត់ទេបងប្អូនទាំងអស់គ្នាហ្នឹងហើយបាទយើងចាំអាទឹកយើងបាទរៀងពុះបន្តិចសិនចាំយើងចាប់តាមមកស្រោបមឹកបាទក៏ដូចជាបាទបន្លែយើងបងប្អូនទាំងអស់គ្នាបន្ទាប់ពីទឹកយើងពុះហើយបាទយើងចាប់តាមមកស្រោបមឹកយើងមកបងប្អូនទាំងអស់គ្នាហ្នឹងហើយសម្រាប់ការស្រោបមឹកហ្នឹងដែរបងប្អូនទាំងអស់គ្នាបាទយើងស្រោបឲ្យវាឆ្អិនហ្មងហ្នឹងហើយសម្រាប់បងប្អូនទាំងអស់គ្នាតែសួរខ្ញុំថាបងខ្ញុំឆាមឹកមិនបានវាចេះតែចេញទឹកដោយសារថាទី1បាទមកពីមឹកយើងបាទមុននឹងយកទៅឆាបាទយើងមិនតែស្រោបវាអញ្ចឹងណាអញ្ចឹងពេលដែលយើងយកទៅឆាវាអាចនឹងមានទឹកអីបាទតិចច្រើនវានឹងតែមានអីហើយមួយទៀតបន្លែហ្នឹងហើយបើសិនជាបន្លែយើងបាទវាមិនសូវនឹងមានជាតិទឹកច្រើនបើយើងយកទៅឆាក៏វាអត់សូវនឹងចេញទឹកទេតែសម្រាប់បន្លែយើងបើយើងឆាជាមួយនឹងបន្លែវាច្រើនបាទវាអាចបាននឹងមានទឹកអីហ្នឹងហើយទឹកនេះដែរបងប្អូនយើងទាំងអស់គ្នាបាទគុំចោលណាបាទយើងទុកបាទស្រោបបន្លែយើងនេះហើយសម្រាប់បន្លែក៏ដែរបាទគាត់មានជាមួយនឹងខាត់ណាបាទផ្កាខាត់ណាក៏ដូចជាបាទការ៉ុតម្ទេសខ្មៅអីចឹងទៅបងប្អូនយើងទាំងអស់គ្នាហ្នឹងហើយសម្រាប់បន្លែទាំងអស់ហ្នឹងដែរបើសិនជាយើងបាទឆាវាអត់ស្រោបវាអាចនឹងមានទឹកអីហ្នឹងបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងយកល្អបងប្អូនយើងទាំងអស់គ្នាបាទគួរតែស្រោបវាបាទជាមួយនឹងទឹកក្តៅដូចខ្ញុំចឹងទៅហើយពេលដែលយើងបាទយកទៅឆាវាអត់សូវមានទឹកច្រើនទេបងប្អូនទាំងអស់គ្នាបន្ទាប់ពីបាទបន្លែយើងបាទរៀងឆ្អិនហើយបាទយើងចាប់ផ្ដើមបាទស្រង់វាអស់មកបងប្អូនទាំងអស់គ្នាហ្នឹងហើយដើម្បីបាទយកវាយកទៅឆាម្ដងបន្ទាប់ពីយើងបាទស្រង់វាហើយអស់ហើយបាទយើងចាប់តាមមកចាក់ប្រេងឆាបាទដើម្បីបាទរំលឹងខ្ទឹមសក៏ដូចជាបាទប្រទេសយើងបងប្អូនទាំងអស់គ្នាហ្នឹងហើយយើងរំលឹងបាទខ្ទឹមសប្រទេសយើងឲ្យឡើងបាទក្លិនឈ្ងុយបន្តិចសិនយើងចាប់តាមបាទចាក់ជាមួយនឹងបាទបន្លែរបស់យើងចូលតទៅពីយើងបាទចាក់បន្លែយើងចូលហើយបាទយើងចាប់តាមបាទឆាវាឲ្យរៀងបាទសព្វជាមួយនឹងបាទគ្រឿងបន្តិចសិនបងប្អូនទាំងអស់គ្នាហ្នឹងហើយនៅបន្តិចទៀតនេះដែរយើងនឹងចាប់តាមបាទដាក់គ្រឿងចូលបន្ថែមទៀតឥឡូវនេះដែរបាទខ្ញុំចាប់តាមបាទដាក់ជាមួយនឹងបាទប្រេងម្ទេសក៏ដូចជាបាទទឹកត្រីបងប្អូនទាំងអស់គ្នាសម្រាប់ប្រេងម្ទេសដែរបងប្អូនទាំងអស់គ្នាបាទអាសាបាទឆាមកសួរខ្ញុំថាបងប្រេងម្ទេសទិញណាបងប្រេងម្ទេសទិញណាហើយទៅមួយឲ្យខ្ញុំធ្វើខ្លួនឯងអញ្ចឹងណាសម្រាប់បាទប្រេងម្ទេសហ្នឹងដែរគឺថាខ្ញុំទិញពីគេទេបងប្អូនទាំងអស់គ្នាបាទខ្ញុំទិញនៅអាសាហ្នឹងហើយខ្ញុំក៏តែធ្វើដែរបងប្អូនទាំងអស់គ្នាបន្ទាប់មកបាទយើងចាប់តាមបាទដាក់ជាមួយនឹងប្រេងខ្យងបន្ទាប់មកបាទយើងចាប់ផ្ដើមបាទឆាវារៀងបាទសពគ្រឿងគ្នាបន្តិចសិនបងប្អូនយើងទាំងគ្នាហើយនៅបន្តិចទៀតនេះដែរយើងនឹងចាប់ផ្ដើមបាទចាក់ជាមួយនឹងមឹកដែលយើងបានស្រោបបញ្ចូលបងប្អូនយើងទាំងគ្នាហ្នឹងហើយយើងចាប់ផ្ដើមបាទចាក់ចូលមកហើយយើងចាប់ផ្ដើមបាទឆាមឹកបាទជាមួយនឹងផ្លែយើងរៀងបាទសពគ្នាបន្តិចសិនបងប្អូនយើងទាំងគ្នាចាំយើងចាប់ផ្ដើមបាទដាក់គ្រឿងចូលបន្ថែមទៀតសម្រាប់ទឹកដែរបងប្អូនយើងទាំងគ្នាបាទអាចមើលបានណាបាទគឺវាអត់មានទឹកទេហើយបើសិនជាយើងបាទឆាបន្លែទាំងអស់ហ្នឹងយើងខំប្រើទឹកដៃខាហ្នឹងហើយបើសិនជាបងប្អូនយើងទាំងអស់គ្នាបាទច្រូតទឹកចូលតែបន្តិចវាប្រកបណាស់បាទនឹងមានទឹកច្រើនហើយឥឡូវនេះដែរខ្ញុំចាប់ផ្ដើមមកដាក់ស្ករសម្សៅស៊ុបក៏ដូចជាបាទប៊ីចេងបងប្អូនទាំងអស់គ្នាហ្នឹងហើយយើងចាប់ផ្ដើមមកឆាវារៀងបាទសង់គ្រឿងគ្នាល្អទៅឃើញថារបៀបបាទធ្វើនៅបាទឆាមឹកបាទជាមួយនឹងបន្លែគ្រប់មុខយើងក៏ចិត្តឆ្អិនហើយ 100% ដែរហើយបងប្អូនយើងទាំងអស់គ្នាក៏អាចបាទសាកធ្វើនៅមុខបាទមុខនេះបាទមុខជាមួយនឹងគ្រួសារបានដែរហ្នឹងហើយបន្ទាប់ពីយើងបាទឆាវាបាទសង់គ្រឿងគ្នាល្អហើយចុងក្រោយនេះដែរបាទយើងចាប់ផ្ដើមបាទរកជាមួយនឹងខ្ទឹមយើងមកហើយយើងចាប់ផ្ដើមបាទឆាមកត្រឡប់ឲ្យវាបាទរៀងសង់គ្នាល្អទៅឃើញថាបន្លែបាទជាមួយនឹងបាទមឹកយើងក៏ឆ្អិនហើយ 100% ដែរហើយក៏អរគុណច្រើនដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាសម្រាប់ការចូលមកទស្សនានៅវីដេអូមួយនេះបើសិនជាការនិយាយស្ដីក៏ដូចជាបាទរបៀបធ្វើខ្ញុំបាទមានអីខុសឆ្គងត្រង់ណាដែលបងប្អូនយើងទាំងអស់គ្នាមើលទៅវាមិនសមរម្យសូមបងប្អូនយើងទាំងអស់គ្នាជួយខាងតែភ័យទោសផងហើយវីដេអូនេះដែរក៏សូមពឹងឲ្យពុកម៉ែបងប្អូនយើងទាំងអស់គ្នាកុំភ្លេចបាទជួយ follow page ក៏ដូចជាជួយ share វីដេអូនេះម្នាក់មួយផងជាចុងក្រោយនេះដែរខ្ញុំបាទមែនលីគ្រប់ជម្រាបលាជួបគ្នានៅវីដេអូថ្មីទៀតអរគុណច្រើន